It's summertime. Ladies looking hot, shaking up what they got. បាទសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូរបស់ខ្ញុំនៅក្នុង YouTube ហើយថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីភាពប្លែកគ្នាហើយនឹងល្បឿនដើររបស់កម្មវិធីដែលយើងអាចសួរសម្រាប់ Apple គឺ Siri ហើយសម្រាប់ Galaxy ឬក៏ប្រព័ន្ធ Android យើងប្រើ SY ថាតើក្នុងប្រទេសកម្ពុជាយើង SY ឬក៏ Siri មួយណាឆ្លើយបានរហ័សជាងឬមួយណាដឹងច្រើនជាងនៅក្នុងប្រទេសកម្ពុជាយើងហើយយ៉ាងណាមិញសម្រាប់ iPhone 4 ដែលយើងអត់មាន Siri យើងអាចយក SY មកប្រើនៅលើទូរស័ព្ទដៃដែលប្រតិបត្តិការដោយប្រព័ន្ធ iOS បានដូចជា iPad ក៏យើងអាចយកមកប្រើជាមួយនឹង iPad ក៏បានដែរសម្រាប់ SY របស់ Android ហ្នឹងព្រោះយើងអាច download នៅកម្មវិធីមួយចំនួនហើយ apply នៅលើប្រព័ន្ធប្រតិបត្តិការ iOS បានឥឡូវយើងមកសាកល្បងជាមួយនឹង Siri ហើយនឹង SY មុនសិនឥឡូវដាក់រកកម្មវិធី SY អូខេចាំមក plate អូខេវាច្រឡំថតហើយឥឡូវយើងចាប់ផ្ដើម1 2 3 What time is it now? I'm not sure. The time is 10:24 a.m. Sorry, Siri ឥឡូវស្ដាប់អត់ទាន់បានដោយសារតែខ្ញុំនិយាយទៅវាឆែកទៅមុនឥឡូវម្ដងទៀតគឺនៅឲ្យបានឃើញហើយពលឺខ្លាំងពេកអ្នកនរគ្នាប្រហែលជាពិបាកមើលអូខេប៉ុណ្ណឹងប្រហែលជាបានហ្នឹងហើយឥឡូវសាកលបងម្ដងទៀត What time is it now? It's 10:25 a.m. ឥឡូវឃើញថា Siri ឆ្លើយបានមុនបន្ទាប់មកយើងទៅសួរថ្ងៃខែ What day is it today? It is Friday, June 14, 2013. ឥឡូវយើងឃើញនៅតែ Siri ឆ្លើយបានមុនឥឡូវយើងមកសួរសំណួរដែលតាក់ទងជាមួយនឹងប្រទេសកម្ពុជារបស់យើងវិញ Who is the king of Cambodia? It's the family is the king of Cambodia. ឥឡូវ sorry ស្ដាប់អត់បានទេសម្រាប់ចំណែកខាង SY គេស្ដាប់បានឥឡូវសាកល្បងម្ដងទៀតក្រែងលើភាសាអង់គ្លេសរបស់ខ្ញុំឲ្យ Siri ស្ដាប់អត់បាន Who is the king of Cambodia? It's the family is the king of Cambodia. Siri នឹងស្ដាប់អត់បានឥឡូវយើងបន្តសំណួរមួយទៀត Who is the Prime Minister of Cambodia? I'd like you to search the web for who it is. Hun Sen is the Prime Minister of Cambodia. អូខេឥឡូវសុំទោសដោយសារតែ Siri ស្ដាប់អត់សូវបានឥឡូវសុំធ្វើការម្ដងទៀត Who is the Prime Minister of Cambodia? Hun Sen is the Prime Minister of Cambodia. សំណួរលើកនេះឃើញថា SY ឆ្លើយបានមុនហើយរហ័សជាងហើយមានរូបថតនៅក្នុង Google ផងចំណែកខាង Apple គឺ iPad ហ្នឹងឆ្លើយក្រោយឥឡូវសំណួរយើងអាចសួរទៅត្រឹមប៉ុណ្ណេះបានដែលតាក់ទងនឹងកម្ពុជាឃើញថា Siri ក៏ដូចជា SY ឆ្លើយបានទាំងអស់អត់មានបញ្ហាទេបានអញ្ចឹងការប្រៀបធៀបរវាង SY និង Siri ត្រូវបានបញ្ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រកាសជាដឹងអំពី Siri ហើយនិង SY ក្នុងគណៈពេលនេះអញ្ចឹងវីដេអូនេះខ្ញុំនឹងបញ្ចប់ក្នុងពេលឥឡូវនេះជំរាបលាសំណាងល្អជួបគ្នានៅវីដេអូក្រោយៗទៀតខ្ញុំបាទ Dara Finance